រឿងអ្នកតាមេសឬអ្នកស្រុកខ្លះហៅថាអ្នកតាមេសព្រះច័ន្ទនៅបោះភ្នំខេត្តព្រៃវែងដែលប្រជាពលរដ្ឋខ្មែរយើងមានជំនឿយ៉ាងមុតមាំទៅលើបារមីបងបត់ក្នុងតំបន់នោះតាំងពីសម័យនគរភ្នំនគរហ្វូណនមកម្លេះចង់នឹងច្បាស់តើមានប្រវត្តិពាក់ព័ន្ធយ៉ាងណាសូមមេត្តាអញ្ជើញស្ដាប់អមដោយរូបភាពដូចតទៅតាំងពីយូរលង់ណាស់មកហើយនាសម័យនគរហ្វូណនរាជសម្បត្តិត្រូវបានបន្តពីព្រះបិតាទៅព្រះរាជបុត្រដែលនាំឲ្យមានវិបត្តិរាជវង្សជាច្រើនលើកចាន់សាប៉ុន្តែពេលខ្លះរាជដែលមានស្នាដៃខ្លាំងពូកែនិងមានភាពបីឆ្លាតត្រូវបានប្រជារាស្ត្រគោរពនិងលើកជាវីរជនព្រោះជាអ្នកហ៊ានបូជាជីវិតដើម្បីប្រទេសជាតិជៀសវាងពីសង្គ្រាមត្រូវបានប្រជារាស្ត្រគោរពបូជារៀងរហូតក្នុងចំណោមរដ្ឋនៃអាណាចក្រនគរភ្នំដែលមានទីតាំងនៅតំបន់បាភ្នំមានប្រជាជនម្នាក់ជាមេទ័ពមាននាមថាដេជោធម៌ជាទីប្រឹក្សានៃព្រះមហាក្សត្រមានភរិយាឈ្មោះសយរតនៈហៅថារតមេទ័ពដេជោធម៌នោះមានកូនប្រុសម្នាក់ឈ្មោះដេជោគិរីផលមានរូបឆោមដំពណ៌ប្រកបដោយរូបសម្បត្តិស្រស់សង្ហានិងមានប្រាជ្ញាឆ្លៀសវៃព្រះមហាក្សត្រនិងឪពុកម្ដាយដេជោគិរីផលពេញចិត្តហើយត្រេកអរខ្លាំងណាស់ការបើឃើញកុមារដ៏វៃឆ្លាតនេះនិងសង្ឃឹមថាកុមារនេះទៅថ្ងៃអនាគតប្រកបជាបានស្នងត្រកូលនឹងអាចការពារប្រទេសជាតិឲ្យបានរឹងមាំលោកគិរីផលធំពេញវ័យសម្ដេចព្រះគ្រូនៃបរមរាជវាំងបានទស្សទាយហើយសន្និដ្ឋានថាដេជោគិរីផលម្នាក់នេះអាចទៅបន្តការសិក្សារៀនវិជ្ជាជាន់ខ្ពស់នៅឯសាលាទេសាប្រមោកឯបរទេសនៃអាណាចក្រក្រិកបានយុវជនគិរីផលនិងមិត្តភ័ក្តិមួយចំនួនបានធ្វើដំណើរចាកចេញអំពីនគរភ្នំសំដៅទៅប្រទេសក្រិកតាមសំពៅអ្នកចំនួនឆ្លងកាត់មហាសាគរឥណ្ឌាឆ្ពោះទៅជ្រោយនៃដែនទ្វីបអាហ្វ្រិកហើយក៏បន្តឆ្លងកាត់មហាសមុទ្រអាត្លង់តិករួចចូលតាមច្រកសមុទ្រម៉ាឌេទែរ៉ាណេទើបដល់ប្រទេសក្រិកអស់រយៈពេល7ថ្ងៃជាចុះឆ្នាំក្រោយមកយុវជនគិរីផលបានបញ្ចប់ការសិក្សានៅប្រទេសក្រិកនិស្សិតទាំងឡាយនៃសាលាទេសាប្រមោកបានលាលោកមេទ័ពគ្រូព្រឹទ្ធាចារ្យនិងព្រះចៅក្រិកវិលត្រឡប់មកមាតុប្រទេសវិញរៀងខ្លួនដោយឡែកយុវជនគិរីផលនៅពេលចូលគាល់ព្រះចៅក្រិកលាមកស្រុកវិញនោះពេលនោះព្រះចៅក្រិកបានទុកយុវជនគិរីផលជាបុត្រធម៌ព្រមទាំងប្រទានយស័ក្តិនិងតែងតាំងជាមេទ័ពប្រមុខនៅប្រទេសក្រិកផងតែក្រោយពីតែងតាំងជាមេទ័ពប្រមុខនៅរាជាណាចក្រក្រិកទើបព្រះចៅនិងលោកមេទ័ពជាគ្រូព្រឹទ្ធាចារ្យប្រទេសក្រិកបានផ្សំគុំយុវជនគិរីផលនិងនាងមេសដែលជាជនជាតិក្រិកជាបុត្រីតែមួយរបស់លោកមេទ័ពប្រទេសក្រិកជាស្វាមីនិងភរិយាពេញច្បាប់ការរស់នៅក្នុងប្រទេសក្រិកមួយរយៈកាលកន្លងមកនាងមេសប្រសូតបានបុត្រប្រុសម្នាក់ឈ្មោះថាតេជោគិរីជោតរំលងជាច្រើនឆ្នាំកន្លងមកនៅនគរភ្នំមានកលយុគការសង្គ្រាមឈ្លានពានពីប្រទេសចម្ប៉ាដែលមានបំណងចង់យកនគរភ្នំជាសមណរដ្ឋព្រះមហាក្សត្រខ្មែរនិងលោកតេជោធម្មា
ការតបចេញទៅប្រយុទ្ធធ្វើឲ្យពួកចាមបរាជ័យប៉ុន្តែមិនបានគ្រប់ទីកន្លែងនោះទេលោកអុកញ៉ាដេជោធម្មាពិចារណាទៅក៏យល់ថាសង្គ្រាមនឹងមានភាពធំធេងហើយយូរអង្វែងដូច្នេះដើម្បីដោះស្រាយបញ្ហាសង្គ្រាមនេះបានគួរតែផ្ដល់ដំណឹងនេះដល់តេជោគិរីផលបានដឹងផងដែលកំពុងស្នាក់នៅឯប្រទេសក្រិចឲ្យត្រឡប់មកវិញជាបន្ទាន់តេជោធម្មាបានធ្វើសារមួយលើកជាពីរលើកនៅតែពុំបានទទួលដំណឹងពីតេជោគិរីផលលុះធ្វើសារជាលើកទី3ក៏សរសេរក្នុងសារនោះបញ្ជាក់ថាបើកូនទទួលសារពេលយប់ឲ្យមកពេលយប់បើបានទទួលពេលថ្ងៃឲ្យមកទាំងថ្ងៃព្រោះប្រទេសជាតិនិងព្រះមហាក្សត្រទៅការរុកកូនជាបន្ទាន់ដោយសារតែមានឆន្ទៈស្រឡាញ់ប្រទេសជាតិមាតុភូមិរបស់ខ្លួនក៏ពិភាក្សាជាមួយភរិយាសុំមកនគរភ្នំដែលកំពុងមានសង្គ្រាមភរិយាក៏បានយល់ព្រមហើយប្រាប់ទៅស្វាមីស្លៀកពាក់ជារាជធម្មតាសាមញ្ញចេញពីប្រទេសក្រិចចុះតាមសំពៅឈ្មួញសម្ដៅមកនគរភ្នំដោយគ្មាននរណាម្នាក់ដឹងឡើយពេលមកដល់នគរភ្នំដែលជួគរីផលសប្បាយរីករាយណាស់ព្រោះបានមកដល់ទឹកដីដែលជាទីកន្លែងកំណើតរបស់ខ្លួននិងបានជួបជុំឪពុកម្ដាយព្រមទាំងជនរួមជាតិដោយឡែកនៅឯប្រទេសក្រិចឯនោះវិញបន្ទាប់ពីបាត់តេជោគិរីផលមេតបក្រិចក៏បានសួរនាងបេសនាងបេសឆ្លើយដោះសារមួយលើកជាពីរលើកថាតេជោគិរីផលទៅជួបមនុស្សខាងក្រៅនិងចេញទៅបេសកកម្មខាងក្រៅជាដើមដែរលុះឪពុកសួរនាងជាលើកទី3ក៏យល់សេចក្តីថាតេជោគិរីផលបានលួចចេញពីប្រទេសក្រិចទៅនគរភ្នំវិញដែលជាស្រុកកំណើតបាត់ទៅហើយលោកមេតបក្រិចដឹងដូច្នេះក៏ខឹងសម្បាយ៉ាងខ្លាំងហើយក៏សម្រេចចិត្តយកហឹបកន្លឿនយន្តអាគមមួយទៅថ្វាយព្រះមហាក្សត្រក្រិចពេលនោះព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យបង្ហោះហឹបយន្តនោះទៅកាន់នគរភ្នំដោយភ្ជាប់រាជសារមួយច្បាប់យ៉ាងខ្លីដើម្បីយកក្បាលតេជោគិរីផលមកវិញហឹបយន្តមុនអាគមនោះបានមកដល់រាជវាំងព្រះមហាក្សត្រខ្មែរនៅនគរភ្នំព្រះមហាក្សត្រនិងមេតបតេជោធម្មាពុំអាចបើកហឹបយន្តនោះបានឡើយលើកលែងតែតេជោគិរីផលទើបអាចបើកហឹបនេះបានដោយសារតែព្រះមហាក្សត្រមិនចង់ឲ្យមានសង្គ្រាមនឹងគ្នាទើបទ្រង់ត្រាស់បញ្ជាឲ្យនិមឺនសពមន្ត្រីនិងមេតបធំយកហឹបមុនអាគមនោះទៅឲ្យតេជោគិរីផលបើកនៅក្បែររាជធានីលោកមេតបតេជោគិរីផលបានទូលព្រះរាជថាពេលនេះនគរភ្នំមិនអាចជៀសផុតពីសង្គ្រាមដែលបង្កឡើងដោយរាជាណាចក្រក្រិចនោះឡើយបើសិនជាទូបង្គំមិនបូជាជីវិតនោះទេគិរីផលបានទូលព្រះមហាក្សត្របន្តទៀតថាក្រោយពីមរណភាពរបស់ទូបង្គំហើយសូមព្រះអង្គជួយបីបាច់ថែរក្សាមេដាបិតារបស់ទូបង្គំផងព្រមទាំងផ្ដល់ព័ត៌មាននេះទៅដល់រាជាណាចក្រក្រិចដើម្បីឲ្យព្រះយានិងបុត្ររបស់ទូបង្គំបានដឹងផងមុននឹងគិរីផលបូជាជីវិតគាត់បានសំណូមពរ3យ៉ាងគឺទី1មិនឲ្យកប់ឬបូជាឡើយដោយឲ្យតម្កល់សពទុកលុះត្រាតែភរិយាមកដល់ទី2សូមឲ្យទទួលស្គាល់នាងមិសរជាភរិយាពេញច្បាប់និងគិរីជោតជាកូនផងដែរទី3សូមឲ្យធ្វើបុណ្យរៀងរាល់មួយឆ្នាំម្ដងដែលមានរយៈពេល3យប់3ថ្ងៃពេលនោះមេតប
តែជោគរីផលក៏បានស្លាប់ដោយសារតែបើកហឹបកន្លឿយន្តមន្តអាគមនោះបន្ទាប់មកនាងមេសឃើញហឹបមន្តអាគមនោះហោះចូលនគរវិញនាងដឹងច្បាស់ហើយថាស្វាមីរបស់ខ្លួនស្លាប់បាត់ទៅហើយក៏បានជិះសំពៅមកនគរភ្នំដោយយកបុត្រមកជាមួយផងដែរពេលមកដល់នគរភ្នំនាងមេសក៏សួររកឪពុកក្មេកដែលចូលធម្មាពេលបានជួបរួចនាងក៏សួររកស្វាមីដែលចូលធម្មាបានប្រាប់ថាតែជោគរីផលបានស្លាប់បាត់ទៅហើយនាងក៏បានសួរពីកន្លែងតម្កល់សពរបស់ស្វាមីលោកតេជោធម្មានិងភរិយាក្រោយពីដឹងថានាងមេសជាកូនប្រសានិងចៅប្រុសបានមកដល់គាត់ក៏បានទទួលឲ្យរស់នៅក្រោមដំបូលតែមួយជាមួយពួកគាត់តេជោធម្មាក៏បាននាំនាងមេសទៅគាល់ព្រះមហាក្សត្រដោយព្រះអង្គយល់ឃើញពីវិជាការនិងបុណ្យវិជាយុទ្ធគុណរបស់នាងដ៏ខ្លាំងពូកែផងនោះនាងមេសថានឹងអាចជំនួសតេជោគរីផលបានព្រះមហាក្សត្រក៏តែងតាំងនាងមេសជាមេតបជំនួសតេជោគរីផលនាងមេសបានកាន់ពលទៅចាប់ដំរីសកាត់ក្បាលយកមកផ្គុំតកគរីផលដោយប្រើវេទមន្តដើម្បីឲ្យមានជីវិតរស់ឡើងវិញតែតេជោគរីផលរស់បានត្រឹមតែរយៈពេល7ថ្ងៃដោយក្នុងមួយថ្ងៃអាចនិយាយបានត្រឹមតែ3ម៉ាត់តែប៉ុណ្ណោះបន្ទាប់មកដោយមានប្រទេសជិតខាងចង់ស្លៀនពៀនទឹកដីហុំព័ទ្ធនគរភ្នំចិត្តអស់ពុទ្ធចង់ធ្វើសង្គ្រាមជាមួយនាងមេតបមេសបានប្រកាសថានាងមិនចង់ឲ្យកងទ័ពទាំងសងខាងធ្វើសង្គ្រាមនាំឲ្យមានការកាប់សម្លាប់គ្នាស្លាប់ច្រើននោះឡើយនាងបានប្រកាសថាបើជនណាម្នាក់ហ៊ានប្រយុទ្ធមួយតទល់ជាមួយនាងដោយឈរលើថ្មម្នាក់ម្ខាងបើជនណាធ្លាក់ពីលើថ្មទៅដល់ដីជននោះនឹងត្រូវចាញ់ការច្បាំងគ្នាជាមួយមេតបសត្រូវបានបរិយាពេលអស់មួយថ្ងៃមួយយប់ក៏នៅតែមិនចាញ់មិនឈ្នះរហូតដល់ថ្ងៃទី2ទើបនាងមេសយកជ័យជំនះបានដោយសារនាងកាប់តើខាងក្រោមធ្វើឲ្យគូសត្រូវរអិលពីថ្មធ្លាក់ទៅដីរួចគូសត្រូវក៏សុំចុះចាញ់នាងមេសក៏ប្រាប់គូសត្រូវឲ្យដកថយតែពួកសត្រូវទាំងនោះមិនព្រមដកថយព្រោះមិនហ៊ានត្រឡប់ទៅមាតុប្រទេសវិញទេមេតបសត្រូវនោះក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនៅទីនោះទៅហើយកងទ័ពទាំងអស់ក៏សម្រេចចិត្តធ្វើអត្តឃាតតាមមេតបរបស់ខ្លួនដែរនៅសល់តែទាហាន2នាក់វិលត្រឡប់ទៅមាតុភូមិរបស់គេវិញដើម្បីថ្វាយដំណឹងដល់ព្រះមហាក្សត្រពីដំណើររឿងបរាជ័យនៅសមរភូមិរួចក៏ធ្វើអត្តឃាតខ្លួននៅមាតុភូមិរបស់គេខ្លួននោះផងដែរនាងមេសបានរក្សាការពារទឹកដីតាមបណ្ដាព្រំដែននគរភ្នំបានយ៉ាងល្អប្រសើរហើយរាល់សមរភូមិចូលប្រយុទ្ធនាងបានប្រើយុទ្ធវិធីដល់បីល្បាញគប់សំនឹងតបតម្រៃតបសេះតបថ្មើរជើងតែងតែបានទទួលជោគជ័យជូនមាតុភូមិទី2របស់នាងជានិច្ចលុះចំណេះការយល់លងកន្លងមកវីរជនទាំងអស់នោះក៏បានអស់ជនវិយុទៅតាមវ័យរបស់គេម្ដងម្នាក់ជាដរាបរហូតអស់គ្នាទើបព្រះរាជានៃនគរភ្នំទ្រង់បញ្ជាឲ្យសាងសង់កន្លែងសម្រាប់តង្ករូបសំណាកបុព្វបុរសទាំងនោះក្នុងឧបហេតុការពារទឹកដីហើយកសាងនគរភ្នំឲ្យមានសន្តិភាពនិងភាពរុងរឿងរីឯរូបសំណាកតេជោគរីផលដោយដាច់ក្បាលក្នុងការពលីជីវិតដើម្បីជាតិព្រះមហាក្សត្រទ្រង់ក៏យកក្បាលពុទ្ធសាស្ដេចតម្រៃមកជំនួសបញ្ជាក់ថាមានឫទ្ធិបារមីកម្លាំងខ្លាំងក្លាដោយសត្វតម្រៃនិងរូបមេតបស្រីគឺនាងមេសព្រមទាំងបុត្រដើម្បីទុកជាទីគោរពបូជាសក្ការៈតាំងពីជំនាន់នោះមកប្រជារាស្ត្រទាំងអស់នាំគ្នា
សន្មតហៅថាលោកតាមេសជារៀងរាល់ឆ្នាំប្រជារាស្ត្រនៅក្នុងតំបន់នោះនាំគ្នារៀបចំធ្វើបុណ្យរំលឹកគុណបការៈបុព្វបុរសទាំងនោះរហូតដល់យើងហៅថាបុណ្យឡើងអ្នកតាមេសហើយការកំណត់ទីកន្លែងគឺខាងកាត់ភ្នំបាភ្នំគឺភូមិខ្សាច់សធ្វើជារៀងរាល់ឆ្នាំក្នុងការប្រារព្ធពិធីបុណ្យឡើងអ្នកតាមេសនេះម្ដងមានមនុស្សរាប់ម៉ឺននាក់មកចូលរួមកំសាន្តក្នុងតំបន់និងក្រៅតំបន់ហើយប្រារព្ធធ្វើឡើង3យប់3ថ្ងៃក្នុងការបន់ស្រន់សុំទឹកភ្លៀងសម្រាប់អង្គរមកានផលសុំសេចក្តីសុខដល់ភូមិសុខទាំងអស់គ្នាពីដើមឡើយការធ្វើបុណ្យនេះគេតែងតែយកមនុស្សដែលជាអ្នកចាប់ទុកមកបូជាយញ្ញដើម្បីថ្វាយអ្នកតានិងសម្រាប់ឧទ្ទិសដល់អាទិទេពប៉ុន្តែក្រោយមកគេយកសត្វក្របីយកមកបូជាយញ្ញថ្វាយរហូតមកដល់សពថ្ងៃនេះគឺមានតែសត្វជ្រូកតែប៉ុណ្ណោះបាទរឿងទានរបស់ខ្ញុំបែបប្រវត្តិសាស្ត្រនេះសូមចប់តែប៉ុណ្ណេះសូមពុកម៉ែបងប្អូនមេត្តាជួយ Subscribe និង Share ផងអរគុណ